សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរសុខាមកនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាពីការធ្វើនំកញ្ឆាយនិងលត់ចារបស់សុខាទាំងអស់គ្នាណាពុកម៉ែបងប្អូនហើយបងប្អូនតំណងអត់ពុកម៉ែបងប្អូនតំណងពុកម៉ែបងប្អូនអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាវីដេអូរបស់សុខាទាំងអស់គ្នាណាពុកម៉ែបងប្អូនពីវិធីធ្វើទាំងអស់ណាបងប្អូនណាពុកម៉ែបងប្អូនតំណងអត់នេះសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរសុខាចង់នាំអារម្មណ៍ពុកម៉ែបងប្អូនមកធ្វើនំកញ្ឆាយហើយនឹងលតឆាហូបបងប្អូនដោយសារថ្ងៃនេះដែរកូនប្រុសកូនស្រីខ្ញុំគាត់ចង់ហូបនំកញ្ឆាយបងប្អូនអញ្ចឹងខ្ញុំសូមអញ្ជើញពុកម៉ែបងប្អូនមកមើលពីការគ្រឿងផ្សំរបស់ខ្ញុំណាពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំមានលតឆាស្រាប់បងប្អូនខ្ញុំមានលតឆាសម្រាប់យើងធ្វើលតឆាមួយមុខចឹងណាបងប្អូនហើយបន្ទាប់មកមានស្លឹកកញ្ឆាយបងប្អូនហើយនេះម្សៅអង្ករដំណើបម្សៅផ្សាយហើយនឹងម្សៅឆារបស់យើងពុកម៉ែបងប្អូនរួមមានទាំងសណ្តែកម្លប់ខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនឹងពងទាបងប្អូនហើយគ្រឿងផ្សំរបស់ខ្ញុំមានដូចជាអំបិលស្ករប៊ីចេងទឹកត្រីទឹកម្ទេសទឹកប្រេងខ្យងខ្លាញ់ជាដើមអញ្ចឹងណាពុកម៉ែបងប្អូនហើយព្រឹកមិញនេះដែរកំពុងតែធ្វើម្ហូបក៏បានជាលក់ម្នាស់អញ្ចឹងពុកម៉ែបងប្អូនហើយអញ្ចឹងឥឡូវខ្ញុំចង់មកធ្វើហូបម្ដងបងប្អូនហើយឥឡូវយើងធ្វើខ្លួនឯងអញ្ចឹងណាពុកម៉ែបងប្អូនដើម្បីដាក់កញ្ឆាយឲ្យរៀងច្រើនអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនទៅទស្សនាពីការធ្វើរបស់សុខាទាំងអស់គ្នាបងប្អូនទាំងអស់គ្នាឥឡូវនេះមុននឹងខ្ញុំធ្វើម្ហូបខ្ញុំយកកូនកន្ទឹមយកមកផ្សំនៅក្នុងផើងសិនណាបងប្អូនដោយសារព្រឹកមិញម៉ែក្មេកខ្ញុំគាត់ឲ្យកូនកន្ទឹមម្ដើមហ្មងឥឡូវទៅបងប្អូនខ្ញុំយកទៅផ្សំសិនចាំខ្ញុំទៅធ្វើម្ហូបអញ្ចឹងណាបងប្អូននិយាយទៅខ្ញុំឲ្យតែមានកូនដំណាំខ្ញុំចូលចិត្តដាំបងប្អូនហើយនេះបងប្អូនកូនផាងរបស់ខ្ញុំដោយសារយើងដកភ្លាមយើងអាចដាក់ដាំបានទេអញ្ចឹងយើងយកមកហើយវាចាប់ឫសសិនណាពុកម៉ែបងប្អូនដោយសារខ្ញុំដកមកមកទោះយើងខ្លាចងាប់អញ្ចឹងយើងដាក់ដាំផ្សំឲ្យហើយទៅចាំយើងទៅធ្វើម្ហូបណាបងប្អូនឆ្លៀតមកស្រូវចំណាំស្រូវអីឲ្យហើយសិនណាបងប្អូនកញ្ឆាយរបស់ខ្ញុំទៅលាងទឹកសិនណាបងប្អូនព្រមទាំងសណ្តែកបដោរបស់ខ្ញុំយកទៅលាងទឹកសិនអញ្ចឹងបងប្អូនយកលាងទឹកបងប្អូនថ្ងៃនេះដែរខ្ញុំមកធ្វើនំកញ្ឆាយហូបពុកម៉ែបងប្អូនហើយនេះបងប្អូនកញ្ឆាយរបស់ខ្ញុំហើយខ្ញុំយកសណ្តែកបដោអីវ៉ាន់ទៅលាងទឹកសិនណាបងប្អូនចុះឥឡូវពុកម៉ែបងប្អូនខ្ញុំលាងបន្លែរបស់ខ្ញុំសិនណាពុកម៉ែបងប្អូនហើយនៅដែរខ្ញុំមកធ្វើនំកញ្ឆាយផងលត់ឆាផងណាបងប្អូនដោយសារកូនប្រុសកូនស្រីខ្ញុំគាត់ចង់ហូបមួយថ្ងៃបងប្អូនហើយពេលដែលយើងទិញគេដាក់កញ្ឆាយមកតិចតិចទេបងប្អូនឥឡូវថ្ងៃនេះយើងមកធ្វើខ្លួនឯងដាក់កញ្ឆាយឲ្យច្រើនមកបងប្អូនដាក់កញ្ឆាយខ្ញុំច្រើនចាប់ដើមលាងបន្លែរបស់យើងឲ្យស្អាតទុកឲ្យខ្សោះទឹកសិនអញ្ចឹងណាពុកម៉ែបងប្អូនដើម្បីយើងទៅធ្វើម្សៅទៀតអញ្ចឹងណានេះគឺដៃបដោះទុកខ្ញុំទុកគ្រាន់ឆាជិះឆាបងប្អូនខ្ញុំលាងអញ្ចឹងទៅហើយដាក់វាឡើងគោវាហ្នឹងឥឡូវពុកម៉ែបងប្អូនបន្លែរបស់ខ្ញុំបានលាងរួចរាល់ហើយបងប្អូនចង់បងប្អូនទៅតាមដានការធ្វើរបស់ខ្ញុំបន្តទៀតណាពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនកំពុងតែរៀបចំធ្វើអីហូបឥឡូវគេលក់ម្នាស់ឥឡូវទៅរកមើលម្នាស់មិនបានបន្ថងណាបងប្អូន
ចោលយើងយកមកជូរថែមទៀតឆ្ងាញ់ហ្មងបងប្អូននេះតំណងអត់ឥឡូវជាតវងនេះបងប្អូនខ្ញុំអត់ទាន់លាយម្សៅទេខ្ញុំចាប់ផ្ដើមមកលាយលតឆាយើងយកពណ៌បន្តិចសិនណាបងប្អូនលតឆានេះយើងទិញស្រាប់មកឆ្អិនហើយទេប៉ុន្តែយើងចង់លួចពណ៌ឲ្យទៅជាក្រហមដូចយើងទិញរដងបងប្អូនខ្ញុំលាយទុកសិនចាំខ្ញុំមកផ្សំគ្រឿងម្សៅបន្តទៀតណាបងប្អូននេះឥឡូវលតឆាខ្ញុំមានអញ្ចឹងអត់មានច្រើនទេបងប្អូនយើងដាក់យកពណ៌យើងដាក់តែប្រេងខ្យងទេគ្រាន់តែយើងយកពណ៌ទេចាំមើលនេះគ្រាន់តែយើងយកពណ៌ឲ្យបងប្អូនយើងយកគ្រឿងពេកឆាទៀតទេនេះគ្រាន់តែយើងលួចយកពណ៌មើលទៅកុំឲ្យវាសស្ពុះពេកអញ្ចឹងណាបងប្អូនណានេះទៅយើងច្បល់អញ្ចឹងយើងទុកមួយសន្ទុះទៅវានឹងចេញពណ៌ដែលយើងត្រូវការហើយបងប្អូនយើងដាក់ល្មមៗទៅកុំឲ្យបែកលតឆារបស់យើងដែរអញ្ចឹងណាបងប្អូនហើយបងប្អូនបន្ទាប់មកខ្ញុំលួចជាមួយនឹងទឹកស៊ីអ៊ីវយើងបន្តិចដែរនេះបងប្អូនខ្ញុំដាក់ទឹកស៊ីអ៊ីវយើងចូល2 ល្ព្រាបានទេបងប្អូននេះបងប្អូនយើងលាយអញ្ចឹងទៅយើងទុកមួយសន្ទុះទៀតសិនទៅនឹងឡើងពណ៌បដាណាបងប្អូនណាឥឡូវពុកម៉ែបងប្អូនខ្ញុំចាប់ផ្ដើមមកលាយម្សៅរបស់យើងសិនណាបងប្អូននេះម្សៅអង្គរតាណារបស់ខ្ញុំបងប្អូនអញ្ចឹងខ្ញុំយកមកហាយសិននិយាយទៅម្សៅអង្គរតាណានិងម្សៅខ្សាយរបស់យើងនេះយើងលៃឲ្យស្មើគ្នាណាបងប្អូននេះពេញជាមួយមកកញ្ចប់មកបងប្អូនយើងអត់មានវល់ទេយើងស្មានមើលដែរអញ្ចឹងណាយើងថាយើងធ្វើហូបប៉ុណ្ណាយើងលៃប៉ុណ្្នឹងតាមខ្លួនឯងទៅបងប្អូនដោយសារអញ្ចេះកូនខ្ញុំមួយវ៉ាន់ខ្ញុំចូលចិត្តដែរប៉ុន្តែដោយសារពេលដែលយើងទិញគេអញ្ចឹងអត់សូវមានកញ្ឆាយទេបងប្អូនអត់សូវមានកញ្ឆាយទេអញ្ចឹងខ្ញុំធ្វើខ្លួនឯងឯនេះដែរខ្ញុំដាក់ឆាយរៀងច្រើនដែរអញ្ចឹងពុកម៉ែបងប្អូនហើយខ្ញុំធ្វើរៀងច្រើនដែរខ្ញុំស្មានយកប៉ុណ្ណេះដែរនេះបងប្អូនខ្ញុំយកម្សៅប៉ុណ្ណេះទៀតណាអញ្ចឹងខ្ញុំទុកម្ដុំសិនបងប្អូនហើយនេះម្សៅអង្គខ្សាយរបស់យើងបងប្អូនអញ្ចឹងយើងដាក់មួយជ្រុងចេះមកដូចគ្នាតែអញ្ចឹងណាពុកម៉ែបងប្អូនយើងលៃឲ្យស្មើគ្នាពីមុខនឹងអញ្ចឹងណាហើយបន្ទាប់មកបងប្អូននេះម្សៅឆារបស់យើងអត់ដាក់ច្រើនទេបងប្អូនយើងដាក់មកល្មមតិចជាងម្សៅពីមុខនឹងទេបងប្អូននេះដើម្បីឲ្យម្សៅយើងល្មមអញ្ចឹងណានេះខ្ញុំលៃមើលដែរអត់ឲ្យច្រើនខ្លាំងទេនេះបងប្អូននិយាយបរិមាណប៉ុណ្ណឹងមកហើយខ្ញុំទុកយ៉ាងណាបងប្អូនយើងទិញជាកញ្ចប់មកអញ្ចឹងទៅយើងទុកសម្រាប់យើងធ្វើហូបឲ្យក្រោយអីទៀតអញ្ចឹងណាបងប្អូនណាអញ្ចឹងគ្រឿងម្សៅរបស់ខ្ញុំ3មុខនេះរួចរាល់ហើយបងប្អូនហើយបន្ទាប់មកបងប្អូនយើងច្បល់ម្សៅ3មុខនេះឲ្យចូលគ្នាអញ្ចឹងទៅហើយពុកម៉ែបងប្អូនថ្ងៃនេះដែរបងប្អូនចូលចិត្តទេសភាពខែហ្នឹងណាបងប្អូននេះដោយសារខែភាសារបស់យើងហ្នឹងវាក្តៅក៏មិនក្តៅមានភ្លៀងផងមានក្តៅផងប៉ុន្តែវាមានខ្យល់ត្រជាក់អញ្ចឹងណាហើយយើងចូលចិត្តខែហ្នឹងណាបងប្អូនអើយតែបើខែប្រាំងវិញមកអង្គុយធ្វើម្ហូបអញ្ចឹងអត់កើតទេតែនេះដោយសារខែភាសាយើងទៅទោះជាមេឃរៀងក្តៅប៉ុន្តែវាមានខ្យល់ត្រជាក់ពីលឹកឈើយើងមកបងប្អូនហើយបងប្អូននេះឥឡូវបន្ទាប់មកខ្ញុំលាយម្សៅចូលគ្នាណាបងប្អូនហើយនេះទឹកក្តៅរបស់យើងតែយើងអត់យកក្តៅខ្លាំងខ្ញុំទុករៀងអ៊ុនដែរមិនថាមិនត្រជាក់ខ្លាំងពេកក៏មិនក្តៅខ្លាំងពេកបងប្អូនហើយយើងអត់ចាក់ជ្រើទេបងប្អូនណាខ្ញុំចាក់បន្តិចម្ដងអញ្ចឹងទៅបងប្អូនច្បល់តិចសិនយើងច្បល់អញ្ចឹងបងប្អូនធ្វើម៉េចកុំឲ្យរាវណាបងប្អូនហើយយើងលួចបន្តិចទៀតយ៉ាងមកបងប្អូនណានិយាយទៅបងប្អូនលួចបន្តិចកូរមើលរហូតដល់ម្សៅនឹងដុំដែលយើងអាចកាត់បានណាបងប្អូននេះបងប្អូនយើងចាប់តាមច្បល់យ៉ាងហើយយើងអត់ដាក់ទឹកត្រជាក់ហ្មងហើយបងប្អូនដាក់ទឹកត្រជាក់ទៅវាអត់ល្អទេបងប្អូនយើងដាក់អញ្ចឹងមកចាំយើងកូរច្បល់ម្ដងទៀតបងប្អូនយើងចាប់តាមល្មួតបដាណាយើងបងប្អូនព្យាយាមកូរឲ្យចូលម្សៅទាំងអស់ហ្នឹងទៅបងប្អូនមិនថាយើងកូរឲ្យដុំខ្លាំងយើងក៏ទៅថែមទឹករហូតណាបងប្អូនបើមិនយ៉ាងទេម្សៅយើងអត់ដុំល្អទេ
ឥឡូវពុកម៉ែបងប្អូនម្សៅយើងចាប់ផ្ដើមរៀងចូលគ្នាហើយយើងអត់មានប្រើវែកទៀតណាបងប្អូនខ្ញុំសុំប្រើដៃឯងបងប្អូនខ្ញុំលាងសម្អាតរួចរាល់ហើយណាបងប្អូនយើងចាប់ផ្ដើមមកច្បល់ម្សៅហ្នឹងហើយយើងអត់ថែមទឹកទៀតទេបងប្អូនច្បល់សិនដើម្បីកុំឲ្យទន់ពេកណាបងប្អូនណាហើយពុកម៉ែបងប្អូននិយាយទៅកញ្ឆាយយើងធ្វើខ្លួនឯងយើងគាត់បានកញ្ឆាយច្រើនណាបងប្អូនតែបើសិនជាបងប្អូនទិញគេដាក់តិចតិចចូលកញ្ឆាយហើយខ្ញុំសម្រាប់ខ្ញុំហ្មងបងប្អូនខ្ញុំចូលចិត្តណាកញ្ឆាយហ្នឹងតែគាត់ថាដល់ពេលកញ្ឆាយដាក់តិចតិចយើងទៅខ្ញុំអត់សូវបានទិញហូបដែរឥឡូវគុំថាថ្ងៃណាមួយខ្ញុំនឹងមកធ្វើនំកញ្ឆាយហូបឲ្យខ្លួនឯងបងប្អូនឥឡូវថ្ងៃនេះកូនគេចង់អញ្ចឹងត្រូវជាមួយនឹងម៉ាក់ដែរអញ្ចឹងខ្ញុំក៏សម្រេចចិត្តធ្វើកញ្ឆាយបងប្អូននេះនិយាយរូបដៃយើងណាបងប្អូនយើងច្បល់ជាមួយនឹងម្សៅទាំងអស់យើងអត់ថែមទឹកទេយើងមើលមកល្មមតើសាច់ម្សៅនំកញ្ឆាយយើងល្មមចូលគ្នាណាបងប្អូនណានេះនិយាយទៅនេះបងប្អូននិយាយទៅយើងខ្ញុំយកទៅគ្របទុកចំនួន20នាទីសិនដើម្បីឲ្យម្សៅរបស់យើងនេះដែរប្រហុកអញ្ចឹងវាស្អិតជាប់គ្នាល្អបងប្អូនចាំយើងយកមកធ្វើកញ្ឆាយទៀតហើយខ្ញុំគ្របម្សៅទុកសិនពុកម៉ែបងប្អូនតើពុកម៉ែបងប្អូនម្សៅខ្ញុំរួចរាល់ហើយខ្ញុំគ្របទុកវាហប់សិនណាបងប្អូនអញ្ចឹងខ្ញុំទុកម្ដុំសិនឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំធ្វើម្សៅទុកម្ដុំហើយខ្ញុំចាប់ផ្ដើមមកហាន់លកញ្ឆាយយើងដើម្បីយកទៅធ្វើជាស្នូលនំណាបងប្អូនអញ្ចឹងបងប្អូននេះខ្ញុំចាប់ផ្ដើមមកកាត់គល់ចេញដោយសារកន្លែងគល់ហ្នឹងវារឹងណាបងប្អូនអញ្ចឹងខ្ញុំកាត់ចេញហ្នឹងទៅបងប្អូនហើយកញ្ឆាយរបស់យើងណាយើងបកអាណាចាស់ចោលហើយបងប្អូនបើយកស្នូលកញ្ឆាយយើងហាន់ឲ្យល្អអត់អញ្ចឹងណាបងប្អូនណាដើម្បីយើងយកទៅឆាឈ្ងុយហ៎បងប្អូនខ្ចីទៀតណានេះបងប្អូនយើងហាន់ឲ្យច្រើនទៅហើយពុកម៉ែបងប្អូនឥឡូវខ្ញុំរៀបចំកន្លែងខ្ញុំធ្វើម្ហូបពុកម៉ែបងប្អូននេះនិយាយទៅខ្ញុំមានស្លឹកជីរបស់យើងណាបងប្អូនស្លឹកជីរបស់យើងនេះខ្ញុំដាំបានហើយនេះលឹកខ្ទឹមតែលឹកខ្ទឹមមិនទាន់ធំទេពុកម៉ែបងប្អូនហើយលឹកបាសយើងដាក់ឲ្យតោងហ្នឹងទៅពេលណាដែលខ្ញុំចង់បុកអីហូបហ្នឹងទៅយើងមានលឹកជីនៅក្បែរដៃស្រាប់ណាបងប្អូនហើយនៅចន្លោះច្រើនកន្លែងអញ្ចឹងខ្ញុំមិនទាន់មានអីដាក់ដាំទៀតទេបងប្អូនហើយបងប្អូនយើងយកការលម្អផងហើយយើងបានរបស់ហូបផងកុំឲ្យបាក់ដើរឆ្ងាយបងប្អូនហើយនៅខាងក្រោយខ្ញុំក៏មានម្រះព្រៅម្រះអីយ៉ាងទៅពុកម៉ែបងប្អូនឥឡូវបន្ទាប់ពីខ្ញុំបានហាន់ជាមួយនឹងស្លឹកកញ្ឆាយយើងសម្រាប់ធ្វើស្នូលហើយបន្ទាប់មកខ្ញុំក៏មកហាន់ជាមួយនឹងកញ្ឆាយយើងតិចទៀតបងប្អូននេះយើងទុកធ្វើបន្លែឆាលតឆាបន្ថែមទៀតណាបងប្អូនណាបន្លែលតឆាយើងហាន់ប្រភេទវែងអញ្ចឹងបងប្អូនជាមួយនឹងសរសៃបន្ទប់របស់យើងណាបងប្អូនណាបងប្អូននេះយើងហាន់ໄວហ្នឹងទៅយើងដាក់ជាមួយសរសៃបន្ទប់របស់យើងមកពុកម៉ែបងប្អូនយើងទុកឆាលតឆាទៀតថ្ងៃនេះខ្ញុំធ្វើទាំងលតឆាធ្វើទាំងកញ្ឆាយបងប្អូននេះសាងឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំហាន់កញ្ឆាយរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកដាំខ្ទឹមរបស់យើងសិនខ្ញុំសម្រាប់យកទៅឆាស្លឹកកញ្ឆាយបងប្អូនខ្ញុំយកខ្ទឹមចំនួន3មើមហើយខ្ទឹមក្រហមរបស់ខ្ញុំចំនួន1មើមទូចដែរអញ្ចឹងណាបងប្អូនឥឡូវខ្ញុំហាន់ឲ្យតូចសិនយើងយកទៅឆាជាមួយនឹងកញ្ឆាយយើងឲ្យមានជាតិណាបងប្អូនណាយើងនឹងទុកឲ្យត្រជាក់យើងយកមកខ្ចប់នេះបងប្អូនយើងក៏ឆាឲ្យមកទៅសម្រាប់យើងយកទៅឆាទេហើយយើងយកជាមួយនឹងខ្ទឹមក្រហមយើងតិចដែរបងប្អូនអញ្ចឹងបងប្អូនក៏ច្រាំឲ្យមកដូចខ្ទឹមសដែរអញ្ចឹងទៅយើងឆាទៅឈ្ងុយមកបងប្អូនយើងធ្វើហូបខ្លួនឯងអញ្ចឹងយើងធ្វើឲ្យឆ្ងាញ់ណាបងប្អូនណាតើឥឡូវពុកម៉ែបងប្អូនបន្ទាប់មកខ្ញុំចាប់ផ្ដើមមកឆាកញ្ឆាយរបស់យើងណាបងប្អូនហើយបន្ទាប់មកនេះខ្ញុំក៏ចាប់ផ្ដើមដាំទឹកឲ្យរៀងពុះដែរអញ្ចឹងណាហើយចាំយើងយកមកចំហុយកញ្ឆាយយើងតែយើងដាំទឹកទុកមុនឲ្យពុះសិនបងប្អូនយើងមកធ្វើស្នូលរបស់យើងសិនដាក់ខ្ទះឲ្យក្តៅយើងបងប្អូនហើយបងប្អូននេះយើងចាក់ប្រេងឆាយើងចូលបងប្អូនណាមកល្មមតែយើងឆាធម្មតាតាមបងប្អូនងាយស្រួលទេនេះពុកម៉ែបងប្អូនយើងធ្វើក្នុង
ព្រៀងឆារបស់យើងឲ្យរៀងក្តៅតិចសិនណាបងប្អូនហើយថ្ងៃនេះដែរបងប្អូនអើយមេឃរៀងខ្យល់ណាបងប្អូនជាក្រានមួយយើងឆាជាក្រានមួយយើងដាំទឹកកណ្ដាលទុកខ្ញុំហុយកញ្ឆែតរបស់យើងបងប្អូនតែឥឡូវពេលបងប្អូនខាងរបស់ខ្ញុំបានក្តៅហើយយើងខ្ញុំចាប់ដើមមកដាក់ខ្ទឹមសខ្ទឹមក្រហមយើងឲ្យច្រាំមិញចូលបងប្អូនឆាឲ្យឈ្ងុយមកបងប្អូនបងប្អូនឈ្ងុយណាយើងបងប្អូនឆាឲ្យឡើងឈ្ងុយចឹងណាយើងដាក់ខ្ទឹមសខ្ទឹមក្រហមយើងខ្ញុំឈ្ងុយណាយើងឆាឲ្យរៀងចេញឡើងក្រហមហើយក្លិនឈ្ងុយបងប្អូនចាំយើងដាក់ស្លឹកកញ្ឆែតយើងចូលហើយឆាកញ្ឆែតនេះងាយស្រួលបងប្អូននេះឥឡូវពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមខ្ញុំឆាឡើងក្រហមឲ្យឈ្ងុយហើយខ្ញុំចាក់ស្លឹកកញ្ឆែតខ្ញុំមានទាំងខ្ទឹមលាយក្នុងនោះមកហើយបងប្អូនខ្ញុំយកឆាក់ចូលសិនបងប្អូននេះបងប្អូនយើងឆាចឹងទៅហើយទន់ហើយឆ្ងាញ់ដែរបងប្អូនព្រោះយើងយកទៅធ្វើស្នូលណាបងប្អូនដល់ពេលឆាទៅបងប្អូនឲ្យឡើងរលោមតែម្ដងយើងហុយទៅទៀតពុកម៉ែបងប្អូនខ្យល់ជាអត់តែភ្លើងយើងណានេះមេឃហើយហ្មងបងប្អូនគាត់ថាខ្ញុំរៀងហុយបន្តិចនេះបងប្អូនកញ្ឆែតយើងអញ្ចឹងមកបងប្អូនយើងដាក់ជាមួយទឹកត្រីយើងបន្តិចទៅបងប្អូនហើយយើងវិច័យតិចទៅបងប្អូនលួចតិចបានហើយព្រោះយើងនៅមានទឹកជ្រលក់មកតង់ទៀតណាហើយបងប្អូនស្កររបស់ខ្ញុំណាខ្ញុំប្រើចំនួន1ល្ភាបាយហ្នឹងហើយជាមួយនឹងប្រេងខ្យងយើងដែរបងប្អូននេះបងប្អូនចាក់ប្រេងខ្យងមកល្មមយើងឆាមកហូបដែរអញ្ចឹងណាបងប្អូនហើយពុកម៉ែបងប្អូនយើងឆាចូលឲ្យចូលជាតិគ្នាអញ្ចឹងណាពុកម៉ែបងប្អូនដើម្បីយើងត្រូវយកភ្លក់ឲ្យល្មមហើយចាំយើងយកទៅទុកឲ្យតិចដើម្បីខ្ចប់ជាមួយនឹងកញ្ឆែតរបស់យើងណាពុកម៉ែបងប្អូនតំណងអត់បងប្អូននេះស្នូលកញ្ឆែតរបស់ខ្ញុំណាបងប្អូនតែថ្ងៃនេះដែរដោយសារខ្ញុំមានលតឆាផងខ្ញុំអត់បានលាយជាមួយសាច់ជ្រូកខ្ញុំថារកធ្វើស្នូលកញ្ឆែតសាច់ជ្រូកទៀតបងប្អូនតែអត់បានធ្វើថ្ងៃនេះធ្វើជាលតឆាវិញឥឡូវស្នូលរបស់ខ្ញុំរួចរាល់ហើយបងប្អូនខ្ញុំចាប់បានចូលទុកដើម្បីទុកឲ្យត្រជាក់យើងយកទៅខ្ចប់ជាមួយម្សៅបងប្អូនណានេះបងប្អូនយើងយកដាក់ចានឲ្យត្រជាក់យើងមកអូខេពុកម៉ែបងប្អូនឥឡូវនេះបន្ទាប់ពីខ្ញុំឆាស្នូលហើយខ្ញុំរួចរាល់ហើយខ្ញុំចាប់បានមកធ្វើជាទឹកត្រីយើងបដាបងប្អូនណាដើម្បីយើងកុំឲ្យខាតពេលវេលារបស់យើងបងប្អូនអញ្ចឹងខ្ញុំចាប់បានដាក់ខ្ទះឲ្យក្តៅសិនបងប្អូនពុកម៉ែបងប្អូនបន្ទាប់ពីខ្ទះខ្ញុំក្តៅហើយពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំអត់មានជាមួយនឹងស្ករខ្មែរយើងទេណាពុកម៉ែបងប្អូនអញ្ចឹងខ្ញុំប្រើជាមួយនឹងស្ករសរបស់យើងតែបើយើងមានស្ករខ្មែរកាន់តែឈ្ងុយល្អអញ្ចឹងណាពុកម៉ែបងប្អូនតែប្រើស្ករសយើងទៅយើងកូររំលីងស្ករនឹងឲ្យឡើងពងក្រងណាពុកម៉ែបងប្អូនតតែឡើងក្រហមហើយឡើងលាយស្ករសរួចអស់ទៅយើងដាក់ទឹកចូលតាមយើងចង់ធ្វើទឹកជ្រលក់ប៉ុណ្ណាអញ្ចឹងណាពុកម៉ែបងប្អូនឥឡូវខ្ញុំដាក់ស្ករខ្ញុំឲ្យឡើងពងក្រងសិនពុកម៉ែបងប្អូនយើងកូររហូតអញ្ចឹងមកដើម្បីឲ្យស្ករយើងឡើងជើងក្រងណាហើយឡើងក្រហមបងប្អូនចាំយើងឲ្យបន្ថែមជាមួយនឹងទឹករបស់យើងណាបងប្អូនតាមបរិមាណយើងចង់ធ្វើទឹកត្រីសម្រាប់យើងដាក់ជាមួយលតឆានិងកញ្ឆែតអញ្ចឹងពុកម៉ែបងប្អូនឥឡូវនេះខ្ញុំកូរស្កររបស់ខ្ញុំរហូតព្រោះខ្ញុំខ្លាចបាតហើយយើងដោយសារក្រាស់នេះខ្ទះនេះរៀងក្រាស់ដែរពុកម៉ែបងប្អូនឥឡូវនេះស្ករខ្ញុំចាប់ដើមឡើងក្រហមហើយបងប្អូនទាំងអស់គ្នាឥឡូវបន្ទាប់ពីស្ករខ្ញុំឡើងក្រហមហើយក៏ខ្ញុំបន្ថែមជាមួយនឹងទឹករបស់យើងដែរបងប្អូនហើយទឹកនេះដែរទឹកក្តៅស្រាប់ដែរបងប្អូនបើយើងចង់ប្រើទឹកត្រជាក់ក៏បានដែរប៉ុន្តែខ្ញុំមានទឹកក្តៅស្រាប់ខ្ញុំប្រើអញ្ចឹងខ្ញុំស្មានមើលថាខ្ញុំធ្វើទឹកជ្រលក់ប៉ុណ្ណាដែរអញ្ចឹងបងប្អូនបន្ទាប់មកបងប្អូនចាប់ផ្ដើមកូរស្ករយើងជាមួយនឹងទឹកនេះតតែស្ករយើងលាយអស់អញ្ចឹងណាពុកម៉ែបងប្អូនឲ្យពុះមកអំពុះយើងទៅចាំយើងយកទៅលាយធ្វើទឹកត្រីរបស់យើងបងប្អូនហើយឥឡូវនេះដែរបងប្អូនខ្ញុំកូរទឹករបស់យើងជាមួយនឹងស្ករលាយចូលគ្នាអស់ហើយពុកម៉ែបងប្អូនហើយទឹកស្ករយើងក៏ចាប់ផ្ដើមពុះដែរបងប្អូនអញ្ចឹងខ្ញុំចាប់ផ្ដើមលើកទឹកហ្នឹងយកទៅ
ទុកដើម្បីយើងចាក់ចូលជាមួយនឹងចានយើងទៀតណាពុកម៉ែបងប្អូនដើម្បីយើងយកមកលាយទឹកជ្រលក់របស់យើងដែរហើយពុកម៉ែឃើញកតិចហ្នឹងមិនមែនទេពុកម៉ែបងប្អូនដោយសារវែកឆារបស់ខ្ញុំមានស្លឹកកញ្ឆាយជាប់ទេបងប្អូនមិនមែនកតិចអីចូលទេណាបងប្អូនឥឡូវនេះចាប់ផ្ដើមរួចរាល់ហើយពុកម៉ែបងប្អូនខ្ញុំក៏ចាប់ផ្ដើមជាមួយនឹងមកលាយជាមួយនឹងគ្រឿងរបស់យើងមានដូចជាប៊ីចេងខ្ញុំដាក់ចំនួនកន្លះល្ភាបាយអញ្ចឹងណាពុកម៉ែបងប្អូនយើងដាក់បន្តិចមុខទៅដើម្បីយើងភ្លក់រសជាតិដែលយើងតាមតម្រូវចិត្តបងប្អូនដែលយើងចូលចិត្តអញ្ចឹងពុកម៉ែបងប្អូនហើយបន្ទាប់មកខ្ញុំដាក់ជាមួយនឹងចុកអំបិលមួយចុងស្លាបព្រាបន្តិចទេបងប្អូនព្រោះយើងនៅលួចជាមួយទឹកត្រីយើងទៀតនោះហើយបន្ទាប់មកបងប្អូនយើងដាក់ជាមួយនឹងទឹកត្រីយើងតិចទៀតទៅបងប្អូនហើយយើងភ្លក់មើលអញ្ចឹងណាអញ្ចឹងបងប្អូនខ្ញុំប្រើទឹកត្រីចំនួន3ស្លាបព្រាដោយសារខ្ញុំលួចជាមួយនឹងអំបិលខ្លះហើយបងប្អូនយើងចាប់ផ្ដើមកូរឲ្យរលាយគ្រឿងចូលហើយទើបយើងឆ្លៀតមកហាន់ជាមួយនឹងខ្ទឹមក្រហមរបស់យើងដែរបងប្អូនយើងហាន់ឲ្យល្អិតទៅហើយខ្ទឹមសរបស់យើងបងប្អូនយើងហាន់ដើម្បីយើងដាក់ចូលជាមួយទឹកជ្រលក់បងប្អូនណាយើងប្រើខ្ទឹមយើងរៀងច្រើនដែរអញ្ចឹងបងប្អូន3 4 5កំពឹសដែរអញ្ចឹងណាព្រោះយើងទឹកជ្រលក់កាលណាយើងដាក់ខ្ទឹមច្រើនអញ្ចឹងទៅវាកាន់តែឈ្ងុយអញ្ចឹងណាព្រោះអីទឹកជ្រលក់យើងរៀងក្តៅដែរយើងចេញជាតិហ្មងហើយបងប្អូនក៏ច្រាមឲ្យម៉ត់អញ្ចឹងមកហើយបងប្អូនយើងលួចជាមួយនឹងម្សៅរ៉ូឌីបន្តិចទៀតអញ្ចឹងណាបងប្អូនយើងលួចមួយមុខបន្តិចទេបងប្អូនកុំអាំដាក់ច្រើនដោយសារអីយើងលាយគ្រឿងជាមួយស្នូលខ្លះហើយខ្ញុំលួចជាមួយនឹងក្រូចឆ្មាខ្ញុំចំនួន2ផ្លែដែរបងប្អូនហើយខ្ញុំអត់បានប្រើទឹកខ្មេះទេបងប្អូនបើសិនជាបងប្អូនមានទឹកខ្មេះយើងអាចដាក់ទឹកខ្មេះបន្តិចទៀតអញ្ចឹងណាតែខ្ញុំប្រើជាមួយនឹងក្រូចឆ្មាខ្មែររបស់យើងទេបងប្អូនខ្ញុំប្រើ2ផ្លែដាក់ដើម្បីហ្នឹងយើងយកជាតិជូរដែរអញ្ចឹងបងប្អូនហើយបន្ទាប់មកខ្ញុំប្រមូលគ្រឿងទាំងអស់ហ្នឹងខ្ញុំដាក់ចូលទៅបងប្អូនហើយយើងប្រើម្ទេសយើង2គ្រាប់អីដែរអញ្ចឹងណាបងប្អូនតំណងបងប្អូននេះទឹកត្រីរបស់យើងដាក់អញ្ចឹងមកយើងលួចគ្រឿងរបស់យើងឲ្យច្រើននឹងមកបងប្អូនតំណងហើយយើងភ្លក់មើលអញ្ចឹងណាបងប្អូនតាមរសជាតិដែលយើងចង់បានអញ្ចឹងបងប្អូនទឹកត្រីខ្ញុំរួចរាល់ហើយនេះបងប្អូនគ្រឿងដែលខ្ញុំត្រូវធ្វើអញ្ចឹងបងប្អូនមានប៉ុណ្្នឹងមុខហើយនឹងកញ្ឆាយរបស់ខ្ញុំហើយបន្ទាប់មកបងប្អូនបន្ទាប់ពីខ្ញុំធ្វើទឹកជ្រលក់ហើយក៏ខ្ញុំឆ្លៀតមកកាត់លឹកចេងទីសិនដើម្បីយើងធ្វើតំណប់សម្រាប់ធ្លាប់កញ្ឆាយយើងដើម្បីកុំឲ្យជាប់ជាមួយនឹងឡាំងសឹងពុកម៉ែបងប្អូនយើងកាត់ឲ្យមូលតាមទំហំកញ្ឆាយរបស់យើងដែរបងប្អូនបន្ទាប់ពីខ្ញុំកាត់ស្លឹកចេករួចរាល់ហើយបងប្អូនខ្ញុំចាប់ផ្ដើមរៀបចំកន្លែងដើម្បីយើងយកម្សៅយើងមកមើលអញ្ចឹងបងប្អូននេះឥឡូវម្សៅរបស់ខ្ញុំរួចរាល់ហើយបងប្អូនយើងគ្របទុកដើម្បីឲ្យម្សៅយើងកាន់តែល្មួតអញ្ចឹងណាបងប្អូននេះឥឡូវម្សៅយើងចាប់ផ្ដើមរួចរាល់ហើយបងប្អូនយើងចាប់ផ្ដើមយកម្សៅហ្នឹងមកច្បាច់ដើម្បីកាត់ជាដុំខ្ចប់ជាមួយនឹងស្នូលរបស់យើងណាពុកម៉ែបងប្អូនហើយខ្ញុំចាប់ផ្ដើមប្រែជ្រុញរបស់យើងដើម្បីយកកន្លែងលាយម្សៅបងប្អូនបន្ទាប់មកនេះដែរមុននឹងខ្ញុំលាយខ្ញុំក៏ត្រូវយកម្សៅឆាបរបស់យើងដើម្បីយកមកដាក់ជាមួយលើជ្រុញនឹងដែរដើម្បីកុំឲ្យម្សៅយើងជាប់អញ្ចឹងណាបងប្អូនណាយើងដាក់លើនឹងទៅហើយយើងយកម្សៅរបស់យើងយកមកល្វីលើនឹងអញ្ចឹងណាបងប្អូនដើម្បីយើងយកជាដុំណាបងប្អូនហើយបងប្អូនយកអញ្ចឹងមកយើងលុញឲ្យវែងមកទំហំដែលយើងចង់ខ្ចប់ប៉ុណ្ណាតាមអាស្រ័យលើបងប្អូនចូលចិត្តឲ្យខ្លួនឯងអញ្ចឹងណាបងប្អូនណាហើយខ្ញុំចាប់ដើមលុញវាឲ្យរៀងវែងអញ្ចឹងមកបងប្អូននេះដើម្បីយើងងាយស្រួលនឹងកាត់បងប្អូនហើយបន្ទាប់មកបងប្អូនយើងកាត់ជាដុំតាមស្មានដោយខ្លួនឯងដែលថាយើងចង់បានប៉ុណ្ណាបងប្អូនអញ្ចឹងខ្ញុំចាប់ដើមលៃមើលណាពុកម៉ែបងប្អូនម្ដុំអញ្ចឹងណាបងប្អូនកាត់តាមតម្រូវការយើងចង់បានទៅបងប្អូនខ្ញុំស្មានដែរអញ្ចឹងណាខ្ញុំកាត់យកប៉ុណ្្នឹងទៅដើម្បីយើងយកទៅខ្ចប់កញ្ឆាយរបស់យើងបងប្អូនកាលណាដែលយើងកាត់ដុំធំយើងទៅយើងអាចខ្ចប់ស្នូលកញ្ឆាយយើងបានច្រើនដែរអញ្ចឹងព្រោះយើងចូលចិត្តកញ្ឆាយដែរបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមមកច្របាច់ជាមួយនឹងម្សៅរបស់យើងដើម្បីឲ្យលាតហើយបងប្អូនដើម្បីយើងដាក់ស្នូលកញ្ឆាយចូលហើយយើងអត់មានឈើរុញគេសម្រាប់គេលក់អញ្ចឹងបងប្អូនយើងដាក់នៅលើជ្រុញអញ្ចឹងទៅយើងសកត់អញ្ចឹងទៅបងប្អូនឲ្យរៀងកប៉ាតអញ្ចឹងទៅដើម្បីយើងងាយស្រួលនឹងយកទៅខ្ចប់អញ្ចឹងបងប្អូនបន្ទាប់មកពុកម៉ែបងប្អូនខ្ញុំចាប់ផ្ដើមចាប់កញ្ឆាយយើងដាក់ឲ្យបងប្អូនហើយបងប្អូនរៀងបងប្អូនឃើញចាំងយ៉ាងដោយសារមេឃវា
ចេះពន្លឺចំមកបងប្អូនប៉ុន្តែវាអត់ក្តៅទេបងប្អូនគ្រាន់ថាពេលថតជូនពុកម៉ែបងប្អូនទស្សនាយើងទៅរៀងចាំងភ្លើងអញ្ចឹងពុកម៉ែបងប្អូនឥឡូវនេះបងប្អូនខ្ញុំចាប់ផ្ដើមយកមកខ្ចប់ឲ្យបងប្អូនគ្រាន់ថាយើងមិនអ្នកជំនាញអីដែរអញ្ចឹងបងប្អូនតែរសជាតិយើងអាចទទួលយកបានដោយសារយើងភ្លក់ស្នូលភ្លក់អីរួចរាល់ហើយបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមមកខ្ចប់ជាមួយនឹងម្សៅរបស់យើងបងប្អូនខ្ចប់ទុបអញ្ចឹងទៅដើម្បីកុំឲ្យស្នូលយើងលៀនចេញក្រៅបងប្អូនយើងរុញស្នូលចូលអញ្ចឹងទៅយើងខ្ចប់តិចសិនអញ្ចឹងបងប្អូនដើម្បីចិត្តមុខអស់ចាំយើងលុញវាឲ្យមូលអញ្ចឹងបងប្អូនបន្ទាប់មកពុកម៉ែបងប្អូនយើងចាប់ផ្ដើមលុញកញ្ឆាយនឹងឲ្យមូលអញ្ចឹងទៅប៉ុន្តែយើងអត់ប្រើដៃធ្ងន់ទេណាបងប្អូនយើងប្រើមកល្មមខ្លាច់ធ្លាយស្នូលចេញក្រៅបងប្អូនយើងសកត់តិចអញ្ចឹងទៅបងប្អូនហើយដៃរបស់យើងនេះដែរយើងមានជាប់ជាមួយនឹងម្សៅឆាដែរបានអត់ជាប់ជាមួយនំបងប្អូនហើយតំណងអត់ឲ្យចាំងពន្លឺបងប្អូនអើយកូនស្រីខ្ញុំគាត់អត់មានងាកឲ្យខុសពន្លឺតិចអញ្ចឹងណាហើយបន្ទាប់មកខ្ញុំលាបជាមួយនឹងប្រេងឆាយើងតិចពីលើនំអញ្ចឹងបងប្អូនកុំឲ្យស្អិតជាប់ហើយយើងយកស្លឹកចេកយើងកាត់មិញហ្នឹងមកទំហំនំយើងត្រូវគ្នាហ្មងពុកម៉ែបងប្អូនតំណងអត់ហើយជាលើកទី1របស់ខ្ញុំដែរអញ្ចឹងបងប្អូនយើងសាកធ្វើហូបអញ្ចឹងណាហើយបងប្អូនយើងកាត់ជីដុំយើងធ្វើបន្តទៀតរហូតដល់អស់ម្សៅអញ្ចឹងបងប្អូនពុកម៉ែបងប្អូនយើងធ្វើហូបខ្លួនឯងអញ្ចឹងយើងដាក់កញ្ឆាយឲ្យច្រើនអញ្ចឹងណាពុកម៉ែបងប្អូនយើងទិញគេអត់សូវមានកញ្ឆាយច្រើនទេបងប្អូនកាលណាដែលបងប្អូនចង់ដាក់ស្នូលកញ្ឆាយច្រើនតើតែបងប្អូនច្បាច់ម្សៅនឹងឲ្យរាងកប៉ាត់ធំដែរអញ្ចឹងទៅយើងខ្ចប់ចិត្តណាពុកម៉ែបងប្អូនបើបងប្អូនចង់ដាក់មកល្មមយើងធ្វើម្សៅយើងច្បាច់ឲ្យវារាងមកល្មមដែរអញ្ចឹងតែខ្ញុំចូលចិត្តកញ្ឆាយខ្ញុំច្បាច់ឲ្យធំពុកម៉ែបងប្អូនហើយក៏មិនទាន់បានស្អាតល្អអីណាស់ដែរបងប្អូនប៉ុន្តែយើងអាចទទួលយកបានអញ្ចឹងណាបងប្អូនណាហើយឥឡូវនេះបងប្អូនខ្ញុំចាប់ដើមខ្ចប់តាមមុខបន្តទៀតរហូតដល់អស់ម្សៅយើងដែរបងប្អូនតែឥឡូវពុកម៉ែបងប្អូនកញ្ឆាយរបស់ខ្ញុំដែរនេះបងប្អូននេះចាប់ដើមនៅតែមួយទៀតណាបងប្អូនរួចរាល់ហើយក្រោយនេះសល់សរុបស្នូលចុងក្រោយគេបែកតិចណាបងប្អូនភាសាយើងស្ដាយស្នូលនៅសល់ចុងក្រោយគេល្មមហ្មងមិនដែរបងប្អូនកញ្ឆាយរបស់សុខាប៉ុណ្ណឹងទទួលយកបានអត់ឥឡូវបងប្អូនកញ្ឆាយរបស់ខ្ញុំចាប់ដើមរួចរាល់ហើយខ្ញុំចាប់ដើមយកទៅដាក់ចំហុយចំនួន20នាទីណាពុកម៉ែបងប្អូនតោះឥឡូវពុកម៉ែបងប្អូនកញ្ឆាយរបស់ខ្ញុំចាប់ដើមរួចរាល់ហើយណាពុកម៉ែបងប្អូនឥឡូវនេះដែរខ្ញុំចាប់ផ្ដើមយកមកដាក់ចំហុយឲ្យបងប្អូនឲ្យទឹកខាងក្រោមយើងដាំឲ្យបានពុះមុនដែរអញ្ចឹងណាបងប្អូនយើងឲ្យទឹកពុះបដាយើងទៅដើម្បីលឿនផងនិងកញ្ឆាយរបស់យើងវាឆាប់បានឆ្អិនដែរអញ្ចឹងណាបងប្អូនឥឡូវនេះរួចរាល់ហើយខ្ញុំចាប់ផ្ដើមយកកញ្ឆាយរបស់ខ្ញុំមករៀបចូលឡើងសឹងទាំងរៀបឲ្យអស់អញ្ចឹងណាបងប្អូនយើងដាក់លឹកចេកពីក្រោមអញ្ចឹងទៅដើម្បីកុំឲ្យជាប់ជាមួយនឹងឡើងសឹងរបស់យើងណាបងប្អូនដំបូងខ្ញុំគិតថាធ្វើតិចតួចដែរបងប្អូនអើយមានណាដល់ពេលធ្វើទៅលាយល្មមមកឡើងសឹងណាបងប្អូននិយាយទៅបងប្អូនយើងធ្វើឲ្យតួយើងហូបអត់ទាន់អស់ក៏យើងអាចចំហុយឲ្យឆ្អិនហើយបងប្អូនអាចដាក់ក្នុងប្រអប់ដាក់ក្នុងទូទឹកកកបាននៅពេលណាដែលយើងចង់ហូបអញ្ចឹងទៅយើងយកកូនចង់ហូបយើងយកមកចៀនអញ្ចឹងណាពុកម៉ែបងប្អូនទឹកជ្រលក់យើងមានស្រាប់ហើយយើងធ្វើម្ដងអញ្ចឹងទៅបងប្អូននេះហើយយើងធ្វើខ្លួនឯងអញ្ចឹងយើងហូបពេញមាត់ណាបងប្អូនឥឡូវបងប្អូនល្មមហ្មងបងប្អូនខ្ញុំដាក់ចំហុយ20នាទីទៅកន្លះម៉ោងដែរអញ្ចឹងណាតាមបងប្អូនចូលចិត្តឲ្យឆ្អិននៅល្អអីអញ្ចឹងណាបងប្អូនឥឡូវខ្ញុំគ្របទុកសិនឥឡូវបងប្អូនបន្ទាប់ពីខ្ញុំដាក់កញ្ឆាយខ្ញុំចំហុយហើយក៏ខ្ញុំយកពេលយើងកំពុងតែចំហុយកញ្ឆាយអញ្ចឹងយើងយកយើងមកចៀនពងទាយើងទុកសិនអញ្ចឹងណាបងប្អូនឲ្យខ្សោះខ្លាញ់អញ្ចឹងទៅដើម្បីយើងយកទៅដាក់ហូបជាមួយនឹងលតឆាជាមួយនឹងកញ្ឆាយរបស់យើងពុកម៉ែបងប្អូននិយាយទៅយើងប្រើថ្ងៃនេះដែរយើងប្រើជាក្រាន2បងប្អូនបានលឿនទាន់ចិត្តអញ្ចឹងណាបងប្អូនណាឥឡូវខ្ញុំចាប់ដើមចៀនពងទារបស់យើងអញ្ចឹងទៅឲ្យក្រៀមអញ្ចឹងណាបងប្អូនពុកម៉ែបងប្អូនបន្ទាប់ពីពងទារបស់ខ្ញុំចៀនរួចរាល់ហើយខ្ញុំក៏ចាប់ដើមមកឆាលតឆាយើងបដាហើយឥឡូវខ្ញុំប្រើជាមួយនឹងខ្ទះស្ដើងរបស់យើងខ្ទះអាំងសាច់ទៅបងប្អូនដាក់ឲ្យរៀងក្តៅខ្ទះយើងទៅជិតចាំយើងយកលតឆាយើងមកឆាអញ្ចឹងបងប្អូនខ្ញុំចាប់ដើមឥឡូវបងប្អូនខ្ញុំដាក់ប្រេងឆាយើងចូលសិនបងប្អូនឲ្យក្តៅអញ្ចឹងទៅចាំយើងឆាតាមនឹងអញ្ចឹងបងប្អូន
ពុកម៉ែបងប្អូនឥឡូវនេះខ្ញុំបន្ទាប់មកខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមយើងក៏ច្រាំរួចទៅយើងយកមកឆាហើយទៅឲ្យឈ្ងុយបងប្អូនចាំយើងចាក់ជាមួយនឹងសណ្តែកបដោះហើយនឹងដើមកញ្ឆែតរបស់យើងដែលយើងហាន់រួចបងប្អូនយើងឆាឲ្យបន្លែរបស់យើងទុនសិនចាំយើងដាក់ជាមួយនឹងរសឆាយើងចូលបងប្អូនយើងឆាចូលឲ្យរហូតអញ្ចឹងណាឲ្យដើម្បីវាឈ្ងុយហើយនឹងចូលជាតិជាមួយនឹងគ្រឿងរបស់យើងណាបងប្អូនហើយបន្ទាប់មកពុកម៉ែបងប្អូនមកផ្សំគ្រឿងទៀតអញ្ចឹងទៅយើងដាក់លួចមានដូចជាព្រីងខ្យងពុកម៉ែបងប្អូនយើងឆាបន្លែឲ្យរៀងឆ្ងាញ់សិនបងប្អូនឲ្យចូលជាតិចូលអីដែរអញ្ចឹងណាទៅយើងយករសឆាយើងមកដាក់ដែរបងប្អូនឥឡូវយើងដាក់ជាមួយនឹងព្រីងខ្យងហើយយើងលួចនឹងប៊ីចេងយើងបន្តិចទៅបងប្អូននិយាយទៅគ្រឿងផ្សំរបស់យើងបងប្អូនអត់មានអីច្រើនទេបងប្អូនមានតាមអំបិលគ្រឿងស្ករប៊ីចេងយើងដែរបងប្អូនណាគាត់ថាឲ្យតែយើងលាយគ្រឿងត្រូវយើងទៅយើងអាចទទួលបានរសជាតិឆ្ងាញ់អញ្ចឹងបងប្អូនឥឡូវយើងចាប់ដើមឆាត្រឡប់ឲ្យបន្លែយើងចាប់ដើមទុនបងប្អូនឆាយើងដើម្បីកុំឲ្យខ្លោចអញ្ចឹងបងប្អូនយើងដាក់ភ្លើងឲ្យឆេះងឹមរហូតអញ្ចឹងទៅឥឡូវបន្លែរបស់ខ្ញុំក៏ចាប់ដើមរៀងចិត្តទុនដែរណាបងប្អូននៅពេលដែលបន្លែខ្ញុំទុនហើយក៏ខ្ញុំចាក់ជាមួយនឹងលតឆារបស់យើងចូលបងប្អូននេះលតឆារបស់ខ្ញុំបានពណ៌តែប៉ុណ្្នឹងឯណាបងប្អូនហើយយើងយកលព្រានឹងវែកនេះយកមកកូរយកអញ្ចឹងបងប្អូនយើងអត់ចូលតែវែកមួយទេដើម្បីកុំឲ្យខ្ពុកអញ្ចឹងណាឥឡូវបងប្អូនកូរអញ្ចឹងទៅហើយរសជាតិយើងលួចហើយបងប្អូនល្មមហើយចាំយើងដាក់លតឆាចូលរសជាតិមានស្រាប់ហើយតែយើងអត់យករសជាតិរៀងដិតពេកទេណាបងប្អូនដោយសារយើងនៅមានទឹកត្រីមកតង់ទៀតណាបងប្អូនពុកម៉ែបងប្អូនលួចគ្រឿងប៉ុណ្ណឹងយើងទៅយើងបន្ថែមភ្លើងឲ្យបងប្អូនហើយបន្ទាប់មកយើងយកគ្រឿងទឹកត្រីរបស់យើងនឹងយកមកស្រូចពីលើដែរបងប្អូនដើម្បីឲ្យចូលជាតិនៅក្នុងនឹងដែរអញ្ចឹងណាពេលដែលកូនយើងហូបយើងបាច់ចាំស្រូបទឹកត្រីទៀតក៏បានយើងចង់ស្រូបក៏បានអញ្ចឹងខ្ញុំអត់លួចច្រើនទេខ្ញុំយករសជាតិមកល្មមអញ្ចឹងបងប្អូនហើយយើងកូរត្រឡប់ឲ្យចូលជាតិគ្នាទៅជាការស្រេចទេពុកម៉ែបងប្អូនហើយឥឡូវបងប្អូនបន្ទាប់ពីលតឆាយើងបានឆ្អិនហើយខ្ញុំចាប់ផ្ដើមមកបើកឡើងសឹងមើលបងប្អូនហើយកញ្ឆាយរបស់យើងក៏បានឆ្អិនរួចរាល់ហើយបងប្អូននេះឡើងល្មួតហ្មងបងប្អូនតំណងអត់បងប្អូនហើយលើកទី1របស់សុខាដែរណាពុកម៉ែបងប្អូនមកធ្វើកញ្ឆាយបងប្អូននេះឥឡូវនេះរួចរាល់ហើយបងប្អូនខ្ញុំក៏ចាប់ផ្ដើមស្រង់កញ្ឆាយយើងយកមកល្មមនេះយើងចៀនដែរបងប្អូនមិនមែនថាយើងធ្វើទាំងអស់ហើយយើងយកទៅចៀនទាំងអស់បងប្អូនខ្ញុំស្រង់មកល្មមនេះយើងធ្វើហូបខ្ញុំធ្វើច្រើនអញ្ចឹងទៅដើម្បីយើងដាក់ក្នុងប្រអប់ទុកសម្រាប់យើងចៀនហូបក្រោយទៀតដាក់ក្នុងទូទឹកកកពុកម៉ែបងប្អូនឥឡូវនេះខ្ញុំយកកញ្ឆាយខ្ញុំចំនួន5សិនបងប្អូនយកទៅចៀននៅសល់ប្រហែលដែរខ្ញុំដាក់នៅក្នុងឡាំងសឹងហ្នឹងសិនណាបងប្អូនដើម្បីដាក់ឲ្យក្តៅយ៉ាងទៀតអញ្ចឹងណាបងប្អូនណាបន្ទាប់មកបងប្អូនខ្ញុំចាប់ផ្ដើមមកដាក់ប្រេងឆាយើងបន្តទៀតឯងបងប្អូនដើម្បីយកកញ្ឆាយយើងមកចៀនបន្តបងប្អូនណាហើយនិយាយទៅថ្ងៃហ្នឹងបងប្អូនជាក្រាន2ហើយយើងធ្វើច្រើនមុខយ៉ាងទៅនៅអត់ចង់តន់ទៀតបងប្អូនល្វិលជុំរហូតហ្មងហើយជាក្រាន2ហ្នឹងបងប្អូនឥឡូវបងប្អូនខ្ញុំយកកញ្ឆាយខ្ញុំមកចៀនឲ្យបងប្អូនអូយបងប្អូនតំណងណានេះហើយបងប្អូនអាចទស្សនាការធ្វើរបស់ខ្ញុំបានដល់ចប់បងប្អូនណាឥឡូវនេះបងប្អូនកញ្ឆាយខ្ញុំមកអូយខ្ញុំដាក់ម្ដង5គ្រាប់ហ្មងបងប្អូនដោយសារម៉ោងកាន់តែថ្ងៃដែរគៀកដល់ម៉ោងកូនទៅរៀនវិញដែរបងប្អូនម៉ោងឡើងចូលពី10 20នាទីបានហើយបងប្អូនដោយសារកតិកពុកច្រើនដែរអញ្ចឹងណាហើយក៏ឆ្លៀតពេលចែកថតជូនចែកជូនពុកម៉ែបងប្អូនយើងទស្សនាទៀតអញ្ចឹងទៅណាបងប្អូនឥឡូវនេះ5ផ្លែបងប្អូនហើយយើងយកវែកឆាដើម្បីចុចបំបែកមកដោយសារយើងគំចំហុយឲ្យក្តៅយកមកចៀនអញ្ចឹងរៀងស្អិតណាបងប្អូនយើងចៀនរហូតដល់ក្រៀមកញ្ឆាយដោយសារយើងឆ្អិនហើយស្រាប់ខ្លះហើយពុកម៉ែបងប្អូនឥឡូវនេះកញ្ឆាយខ្ញុំចាប់ដើមឆ្អិនមួយចំហៀងហើយយើងក៏ចាប់បានមកប្រែកញ្ឆាយបងប្អូនកុំឲ្យខ្លោចពេកបងប្អូនអើយឥឡូវយើងចៀនហើយយើងប្រែមកក្រៀមយើងទៅបងប្អូនដោយសារកញ្ឆាយយើងក៏បានចំហុយឆ្អិនខ្លះហើយតែបើយើងចៀនឲ្យក្រៀមទៀតយើងទៅកាន់តែឆ្ងាញ់ណាពុកម៉ែបងប្អូនបងប្អូនឥឡូវកញ្ឆាយរបស់ខ្ញុំបានឆ្អិនបដាណាបងប្អូនខ្ញុំក៏ចាប់ដើមស្រង់ណាឆ្អិនយកទៅដាក់ជាមួយនឹងលតឆាពងទាចៀនដែលយើងបានចៀនរួចយើងរៀបដាក់នៅក្នុងកញ្ឆេងរបស់យើងណាបងប្អូនណាហើយឥឡូវពុកម៉ែបងប្អូនលតឆាជាមួយនឹងនំកញ្ឆាយរបស់ខ្ញុំបានរួចរាល់ណាពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវបងប្អូនអញ្ជើញពុកម៉ែបងប្អូនមកទស្សនាការហូបនំកញ្ឆាយរបស់ខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនឥឡូវកូនប្រុសខ្ញុំមកមុខអត់សូវរីកទេបងប្អូនដោយសារថាម៉ាក់នឹងខ្វល់ឆ្អិនម៉េះចង់ញ៉ាំអញ្ចឹងណា
lấy ban hầu với phục mai bông ôn ơi ngày này thuê chua màu dần tới cồn quạt khăn thà du quá mà nhưng trong nhằm liềm vậy nó bông ôn lấy nhưng chọc đam chập cái quạt này hay bông ôn đua lột trà thì tới bông tiền thì tới hay cái chai mũi dương sụp tận một tê hay quán chỉ muốn nâng tự chỉ được bỏ dương tịch đá rồi xa rồi chín tăng on nó dương tham cương được đó bông ôn dương ăn sâu chưa nên nó ở prai chẳng hay bông ôn đại chân máu ở quạt dương từ giống một cái điên chập đam prai là ô mình lạc lại bông ôn vậy từ clean trong hồ của đặc biệt mà ở mặt kia toàn hái nó bông ôn này nếu nhung chập đam đủ hồ với bông ôn từ nó bông ôn hay lột cha năng đá bông ôn ở hồ tôm vậy tại tôi chỉ được mà nó bông ôn nhung cha tới trời mỏng là mỏng tại dương đã để xa dương hai đá bông ôn á thì bông ôn ai sạc thôi hộp bán của mà bông ôn rồi chia chanh mỏng bông ôn thì tới kêu tam rồi chia để bông ôn dương đã được xong được chuyên anh chẳng nó trong mai bông ôn lời đi sụp hai chục đàm hộp ở mà bông ôn tại được chia chừng nào anh chẳng bông ôn hay cồn phổ nhóm cô kê bàn hộp với cái lệnh dùng lệnh ấy bông ôn này lấy bông ôn này trên phục mai bông ôn mà hộp lợt trà tặng óc ní nó phục mai bông ôn hai nữa hai cái lụa đá bông ôn dừng thôi thương ái này sang cái lụa hết hành lấy phục mai bông ôn nhiều mà hay nung cái chai rồi bỏ dương mường ai rồi giống nó bông ôn đấy bông ôn đặc biệt dương đã cái chai luôn ai dương tới bông ôn khơi nhẹ tình nòng bông ôn cái chai chán mỏng á nó tại còn tha ở hot phong bông ôn hay cái đào tiết đó đòi dương tới hay màu kia tiết bị nhẹp giống á tại nhầm tục tiết làm bây nghĩ lắm nhầm thiên học cái tờ tiết phục mai bông ôn cha lấy phục mai bông ôn tặng ở kia vì tàu bỏ sọc khá xong ở chọc tay trùm nắng nó phục mai bông ôn ở con phục mai bông ôn để tay ta ở từ sna vì tàu bỏ sọc khá hồ màu hay xong ở chun po phục mai bông ôn tặng ở kia ở chụp tay sầm nang ở sọc tập hiệp nâng rọc xì tu tiên miền ban tặng ở kia nó phục mai bông ôn hay xong ở phục mai bông ôn sờ lạnh chui chết sọc khá chui subscribe vì tàu bỏ sọc khá mình em muốn nó phục mai bông ôn làm bây giờ sọc khá mình vì tàu bắn to thiệt chẳng nó phục mai bông ôn ở con tràn